ចំណងជើងរឿងកៅទឹកមួយនឹងទម្ងន់នៃទុកមានសាស្ត្រាចារ្យម្នាក់បានចាប់ដើមថ្នាក់រៀនដោយលើកកៅទឹកមួយដែលមានទឹកពាក់កណ្ដាលឡើងមកនិស្សិតគ្រប់គ្នាគិតថាលោកនឹងសួរថាតើទឹកក្នុងកៅនេះមានពាក់កណ្ដាលឬខ្វះពាក់កណ្ដាលដូចរឿងមុនប៉ុន្តែសាស្ត្រាចារ្យបានសួរដោយញឹមថាតើអ្នកទាំងអស់គ្នាគិតថាកៅទឹកនេះមានទម្ងន់ប៉ុន្មាននិស្សិតឆ្លើយតបផ្សេងគ្នា200ក្រាម500ក្រាមសាស្ត្រាចារ្យឆ្លើយថាតាមពិតទម្ងន់ពិតប្រាកដរបស់វាមិនមែនជាបញ្ហាសំខាន់ទេប៉ុន្តែវាអាស្រ័យលើរយៈពេលដែលលោកគ្រូកាន់វាប្រសិនបើលោកគ្រូកាន់វាត្រឹមតែ1នាទីវាមិនមែនជាបញ្ហាទេប្រសិនបើលោកគ្រូកាន់វា1ម៉ោងលោកគ្រូនឹងចាប់ដើមឈឺដៃប្រសិនបើលោកគ្រូកាន់វាពេញមួយថ្ងៃដៃលោកគ្រូនឹងស្ពឹកស្រពន់ហើយកៅទឹកដ៏ស្រាលនេះនឹងក្លាយជាបន្ទុកដ៏ធ្ងន់បំផុតដែលលោកគ្រូមិនអាចទ្រាំបានលោកបន្តថាបញ្ហាក្នុងជីវិតក៏ដូចជាកៅទឹកនេះដែរប្រសិនបើអ្នកគិតពីវាបន្តិចវាមិនមែនជាបញ្ហាទេប្រសិនបើអ្នកគិតពីវាឲ្យកាន់តែយូរវានឹងចាប់ដើមធ្វើឲ្យអ្នកឈឺចាប់ហើយប្រសិនបើអ្នកស្ពីវារហូតដល់យប់និងរាល់ថ្ងៃវានឹងធ្វើឲ្យអ្នកលែងមានកម្លាំងធ្វើអ្វីទាំងអស់អាចកំបាំងគឺចូលរៀនដាក់កៅទឹកចុះមុនពេលអ្នកចូលគេងចំណុចសម្រាប់វិភាគកៅទឹកតំណាងឲ្យបញ្ហារឿងរ៉ាវអាក់អន់ចិត្តឬសម្ពាធការងារដែលយើងជួបប្រទះរយៈពេលនៃការកាន់ជានិមិត្តរូបនៃការរំលឹកដដែល overthinking ទៅលើរឿងអវិជ្ជមានការស្ពឹកដៃតំណាងឲ្យភាពហត់នឿយខាងផ្លូវចិត្ត burnout ដែលកើតចេញពីការមិនចេះដោះលែងការដាក់ចុះតើការសម្រាកនិងការទុកបញ្ហាមួយឡែកដើម្បីផ្ដល់ថាមពលឲ្យខ្លួនឯងមានសារៈសំខាន់យ៉ាងណា